មេរៀនទី41មេសូតម្ដាយឪពុកខ្ញុំបទកកតេខ្ញុំគោរពម៉ែធ្វើការគ្មានលហើយថែទាំគ្រួសារដែលប៉ះបោកគួងចំអិនអាហារមើលសំកិច្ចការក្នុងគេហដ្ឋានខ្ញុំគោរពពុកទទួលបន្ទុកគ្រួសារសុខសាន្តធ្វើស្រែចំការពុំគិតនឿយប្រានរកប្រាំងកាសបានចិញ្ចឹមកូនចៅការរៀនពាក្យកអំណានពាក្យគោរពអានថាគោរពចំអិនអានថាចំអិនសពអានថាសពកិច្ចការអានថាកិច្ចការគេហដ្ឋានអានថាគេហដ្ឋានខពន្យល់ពាក្យបន្ទុកភារៈឬកិច្ចការធុរៈសពបែបយ៉ាងដែលទទួលកិច្ចការដែលត្រូវធ្វើការរវល់សពគ្រប់យ៉ាងទាំងអស់ទាំងស្រុងទាំងមូលកពាក្យន័យដូចនឹងពាក្យប្រាណខ្លួនកាយព្រះកាយខពាក្យផ្ទុយនឿយផ្ទុយនឹងស្រណុកសុខសាន្តផ្ទុយនឹងទុក្ខព្រួយសំណួរ1តើនៅណាដែលប៉ះបោកគក់នឹងចំអិនអាហារ2តើនៅណាជាអ្នកធ្វើស្រែចម្ការនិងរកប្រាក់កាស3តើប្អូនគោរពឪពុកម្ដាយប្អូនឬទេព្រោះអ្វីលំហាត់កចូលអានពាក្យខាងក្រោមដោយមិនបាច់ផ្សំនិងប្រកបឲ្យបានត្រឹមត្រូវគោរពគ្រួសារចំអិនអាហារសពកិច្ចការគេហដ្ឋានបន្ទុកសុខសាន្តចំការចិញ្ចឹមខចូលប្រាប់ពាក្យជួនក្នុងមេសូត1ពាក្យម៉ែជួននឹងពាក្យ2ពាក្យអាហារជួននឹងពាក្យ3ពាក្យពុកជួននឹងពាក្យ4ពាក្យប្រាណជួននឹងពាក្យសំណេរកចូលសរសេរតាមអានត្រួតពិនិត្យពាក្យនិងល្បះខាងក្រោមអាហារកិច្ចការគេហដ្ឋានសុខសាន្តចំការយើងត្រូវគោរពឪពុកម្ដាយព្រោះគាត់ជាអ្នកមានគុណខចូលសរសេររៀបរាប់ពីមនុស្សក្នុងគ្រួសាររបស់ប្អូនឲ្យបានត្រឹមត្រូវមនុស្សក្នុងគ្រួសាររបស់ខ្ញុំមានអ្នកគឺឪពុកចូលសរសេរអក្សរផ្ចង់អំពីពាក្យអាហារ